សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានវីដេអូខ្លីមួយចង់ចាំលេចមួយបងប្អូនតាក់ទងទៅនឹងបាទការស្វែងរកត្រីនៅវាលនេះបាទអញ្ចឹងនេះគឺជាទឹកដែលយើងកំពុងតែបូមចេញពីក្នុងថ្លុកមួយដ៏ធំតើចាំថាថ្លុកនោះធំប៉ុណ្ណាយើងនឹងទៅតាមដានទស្សនាទាំងអស់គ្នាបាទអូខេនោះយើងឃើញហើយបាទ yes នេះគឺជាទស្សនវិជ្ជាទឹកដែលយើងបានបូមចេញពីខាងក្រោមមកបាទវាពិតជាលេខសន្ធឹងធំដែរបងប្អូនសម្រាប់ខែរដូវប្រាំងអញ្ចឹងគឺដីហែងអញ្ចឹងដក់ប៉ុណ្ណឹងគឺទឹកមិនធម្មតាដែរទេបាទយើងទៅមើលផ្លុកមកនេះតើវាធំប៉ុណ្ណាបាទមានទឹកច្រើនដល់ម្លឹងបាទអញ្ចឹងនេះគឺជាសកម្មភាពដែលយើងធ្វើការបូមទឹកពីក្រោមឡើងបងប្អូនដូចដែលយើងបានឃើញណាហ្នឹងហើយអញ្ចឹងនេះគឺជាម៉ាស៊ីនបូមដែលទាញទឹកឡើងពីក្រោមមកលើហើយបន្តមកទៀតនោះគឺខ្ញុំបានចុះទៅផ្នែកខាងក្រោមនៃបាតរណ្ដៅនេះដើម្បីផ្ដិតយករូបភាពតាក់ទងទៅនឹងត្រីថាតើមានច្រើនអត់ហើយចុះទៅក៏បានជួបខ្យងនឹងអញ្ចឹងទៅបាទអញ្ចឹងយកខ្យងមើលទៅពណ៌ស៊ីជម្ពូជាមួយនឹងពន្លឺព្រះអាទិត្យក៏ដូចជាទឹកដែរផងដែរហើយទាំងអស់នេះគឺជាដើមឈូកបាទសត្វជាដើមឈូកក៏សូវមានសម្រាប់ទេអញ្ចឹងដើម្បីជាជំរកត្រីនៅវាមានបន្លាតិចៗអញ្ចឹងគឺត្រីងាយស្រួលនៅហើយនេះគឺជាក្បាលម៉ាស៊ីនបូមដែលបូមពីក្រោមឡើងហើយខ្ញុំក៏បានផ្ដិតយករូបភាពការឈូកដ៏ស្រស់ស្អាតនឹងឡើងផងដែរហើយបើសម្លឹងទៅខាងលើវិញគឺតាក់ទងទៅនឹងទេសភាពសត្វពាហនៈជាច្រើននោះគឺសត្វក្របីដែលពេលងាកឡើងវាចាប់ដើមអែបមករកចូលនៅឋានរបស់វាវិញហើយបាទអញ្ចឹងវាស៊ីនៅក្បែរផ្ទះដែរទេដើម្បីមុននឹងថ្ងៃលិចម្ចាស់មកគៀងវាចូលទៅក្នុងផ្ទះបាទហើយក្បីនេះគឺមិនមែនម្ចាស់ទេគឺច្រើនម្ចាស់មែនទែនហើយតកតងទៅនឹងទស្សនវិជ្ជាខាងនេះវិញគឺជាថ្ងៃដែលរៀបនឹងអស្ដង្គតបាទរៀបនឹងលិចហើយបងប្អូនមើលឃើញថាទេសភាពពិតជាស្រស់ស្អាតបូករួមជាមួយនឹងពន្លឺព្រះអាទិត្យដែលចិត្តរៀបនឹងលិចហើយនេះគឺជាទឹកដែលយើងបូមមកពីក្រោមបាទគឺដកច្រើនគឺដៅប៉ុណ្ណឹងប៉ុន្តែទឹកគឺច្រើនបាទហើយនេះគឺជាក្បីអមាមាញ់ដែលវាចុះមកក្បែរទឹកដើម្បីផឹកទឹកព្រោះដែលយើងដឹងហើយខាងគឺអស់ទឹកហើយវាដេញវត្តគ្នាអញ្ចឹងទៅបាទដេញវត្តគ្នាដេញបោះគ្នាមុននឹងវាឡើងហើយសរុបសេចក្តីមកនេះគឺជាចំនួនត្រីដែលយើងបូមបានបាទគឺមានប៉ុណ្ណឹងហើយយើងចាក់អត់តអស់ទេចឹងអរគុណច្រើនបងប្អូនដែលបានចូលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀត